នៅកណ្ដាលទីក្រុងអាតែនបុរសចំណាស់ម្នាក់បានសុកចិត្តផឹកថ្នាំពុលដើម្បីការពារការពិតដែលលោកប្រកាន់ខ្ជាប់សូក្រាតមិនបានបន្សល់ទុកទ្រព្យសម្បត្តិឬវិមានខ្ពស់ត្រដែតឡើយប៉ុន្តែលោកបានបន្សល់ទុកនៅពាក្យពេចន៍ដែលចាក់ដោតបេះដូងថាជីវិតដែលខ្វះការពិចារណាគឺជាជីវិតដែលមិនមានតម្លៃនឹងរស់នៅលោកបានចាក់ចែងទៅទាំងដឹងថាមនុស្សលោកកំពុងរស់ក្នុងភាពងងឹតងងុលខណៈដែលលោកគ្រាន់តែចង់ដាស់តឿនគ្រប់គ្នាឲ្យស្គាល់ពីតម្លៃនៃព្រលឹងនិងគុណធម៌ប៉ុណ្ណោះមរតករបស់លោកគឺជាទឹកភ្នែកនៃបញ្ញាដែលហូរមិនចេះដាច់មកដល់សពថ្ងៃ